បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកមេរៀនបន្តទៀតគឺបំរែបំរួលអាស៊ីអាគ្នេយ៍ក្រោយសង្គ្រាមលោកលើកទី2កាលវីដេអូមុនលោកគ្រូលើកតាក់ទងទៅនឹងសង្គ្រាមត្រជាក់នៅក្នុងតំបន់ថ្ងៃនេះលោកគ្រូលើកយកមកចំណុចមួយទៀតគឺអាស៊ីអាគ្នេយ៍បាទឥឡូវលោកគ្រូលើកយកតាក់ទងទៅនឹង2.1 និយមន័យអាស៊ីអាគ្នេយ៍គឺជាបណ្ដាប្រទេសនៅទិសអាគ្នេយ៍នៃទ្វីបអាស៊ីដែលមានប្រទេសទាំងអស់11ហើយគេបែងចែកជា2ក្រុមគឺអាស៊ីអាគ្នេយ៍ដីគោកមាន1កម្ពុជា2ថៃ3វៀតណាម4មីយ៉ាន់ម៉ា5ឡាវអញ្ចឹងអាស៊ីអាគ្នេយ៍ដីគោកមាន5ហើយនិងអាស៊ីអាគ្នេយ៍ដីកោះមាន6មាន1ឥណ្ឌូនេស៊ី2ម៉ាឡេស៊ី3ហ្វីលីពីន4សិង្ហបុរី5ប្រ៊ុយណេ6ទីម៉័រខាងកើតឡើយមើលតកតងទៅនឹង2.2 ប្រទេសដែលបានដាក់អាណានិគមនៅអាស៊ីអាគ្នេយ៍បាទមានចក្រភពអង់គ្លេសបានដាក់អាណានិគមទៅលើប្រទេសមីយ៉ាន់ម៉ាទី2នេះគឺម៉ាឡេស៊ីទី3គឺសិង្ហបុរីទី4ប្រ៊ុយណេហើយប្រទេសដែលបានដាក់អាណានិគមច្រើនបន្ទាប់ពីអង់គ្លេសនៅអាស៊ីអាគ្នេយ៍មានប្រទេសបារាំងបានដាក់អាណានិគមទៅលើប្រទេសកម្ពុជាឡាវវៀតណាមទៅមកប្រទេសប៉ូទុយហ្គាល់បានដាក់អាណានិគមទៅលើប្រទេសឥណ្ឌូនេស៊ីហើយនិងទីម៉័រខាងកើតហើយមួយទៀតនេះគឺប្រទេសហូឡង់បានដាក់អាណានិគមទៅលើប្រទេសឥណ្ឌូនេស៊ីមួយទៀតប្រទេសអេស្ប៉ាញបានដាក់អាណានិគមទៅលើប្រទេសហ្វីលីពីនចុងក្រោយនេះគឺសហរដ្ឋអាមេរិកបានដាក់អាណានិគមទៅលើប្រទេសហ្វីលីពីន